សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីម៉ៃមួយដែលគេហៅថា DJI Mix Mini បាទនេះខ្ញុំថតជាមួយទូរស័ព្ទផ្ទាល់នេះបងប្អូននិយាយជាមួយស្រុកនេះជាមួយខ្ញុំនឹងដាក់សំឡេងដែលនិយាយចេញពីម៉ៃនេះផ្ទាល់បាទសួស្តីអ្នកទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំថតចេញពីទូរស័ព្ទ16 Pro Max ដែលខ្ញុំប្រើជាមួយនឹងម៉ៃ DJI Mix Mini បាទ DJI Mix Mini នេះគឺគុណភាពគឺល្អមែនទែនបងប្អូននេះបងប្អូនអាចមើលទៅផ្ទាល់សម្រាប់ DJI Mix Mini នេះគឺសម្រាប់គុណភាពគឺល្អខ្លាំងសម្រាប់ការសូកសលេងឬក៏រយៈចម្ងាយគឺបានដល់400ម៉ែត្របាទបានដល់400ម៉ែត្រតាក់ទងនឹងគុណភាពហើយនឹងកម្រិត Premium របស់វាគឺស្អាតខ្លាំងបងប្អូនស្អាតខ្លាំងហើយសម្រាប់យើងអាចបើកកាត់សលេងរំខានបន្ថែមទៀតបានមានមុខងារម្ដងមួយទៀតនេះគឺសំឡេងមុខងារកាត់សលេងរំខានគឺជាមុខងារមួយដែលយើងអាចថតនៅតាមទីសាធារណៈដែលឮសូរសំឡេងអ៊ូអរច្រើនថ្លង់នៅក្នុងវីដេអូដែលធ្វើឲ្យបងប្អូនពិបាកការស្ដាប់ធ្វើឲ្យបងប្អូនស្ដាប់នៅវីដេអូនេះហើយឮតែអ្នកនិយាយជាមួយនឹងលក្ខណៈថាអ្នកដែលធ្វើ content អ្នកដែលនិយាយហ្នឹងទេអញ្ចឹងណាអត់មានសំឡេងណារំខានមកឲ្យធ្វើឲ្យបងប្អូនមានអារម្មណ៍ថាធុញថប់ឬក៏ស្ដាប់ទៅរញ៉េរញ៉ៃទេអញ្ចឹងណាហើយបើកាត់ន័យថាយើងនៅផ្ទះយើងអីទេយើងអាចបើកសំឡេងនឹងបានយើងបើកសំឡេងធម្មតានេះវិញមកយើងបើកសំឡេងនេះធម្មតាវិញមកគឺយើងនិយាយធម្មតាទៅប៉ុន្តែគ្រាន់តែការស្រូបសំឡេងអីយើងអាចឮសូរសំឡេងពីខាងមកតិចតិចអញ្ចឹងណាហ្នឹងកាត់ន័យថាយើងនៅផ្ទះវាឮតែប៉ុណ្្នឹងទេវាអត់សូវឮអ៊ូអរញ៉ៃញ៉ៃយើងបើកតែសំឡេងធម្មតាទៅបានហើយអូខេអញ្ចឹងណាតែកាត់ន័យថាយើងនៅកន្លែងដែលមានសាធារណៈនោះអ៊ូអរច្រើនយើងបើក noise cancellation ទៅឬគេហៅថាជាទូទៅមុខ ANC ឬក៏មុខងារកាត់សលេងរំខានខ្ញុំអត់ច្បាស់ថាអានឹងជាគេហៅថាម៉េចដែរខ្ញុំដឹងថាអានឹងជាមុខងារកាត់សលេងរំខានបាទហើយបើសិនករណីថាបងប្អូនដែលថាទៅកន្លែងខ្យល់ខ្លាំងអីចឹងនេះ wind noise យើងអាចដាក់ជាមួយនឹង wind noise បន្ថែមទៀតទៅបងប្អូនអាច wind noise បន្ថែមទៀតទៅយើងអានេះ wind noise របស់គេអានេះខ្ញុំចង់ដាក់សិននេះបងប្អូនយើងដាក់ wind noise បន្ថែមទៀតគឺកាន់តែល្អទៀតចឹងណាហើយវាលក្ខណៈពិសេសមួយទៀតយើងអត់ប្រើជាមួយ DOM receiver យើងអាចប្រើជាមួយនឹង action camera នេះបានណាបងប្អូនសំខាន់ action camera នេះមាន Bluetooth អានេះក៏មាន Bluetooth ដូចគ្នានៅពេលដែលយើង connect ចូលយើងអាចប្រើប្រាស់ជាមួយនឹង action camera នេះបានណាគឺល្អមែនទែនបងប្អូនល្អខ្លាំងណាស់នេះដូចខ្ញុំនិយាយអញ្ចឹងឧទាហរណ៍ថាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងទៅយើងអត់ចង់ប្រើមិចនៅក្នុងអានេះទេយើងចង់ប្រើមិចនេះ direct ទៅគឺល្អមែនទែនវាល្អខ្លាំងណាសម្រាប់យើងធ្វើ content creator ឬក៏ធ្វើជាវីដេអូ prank ឬក៏វីដេអូ live វីដេអូ live អញ្ចឹងទៅឬក៏យើង review អីវ៉ាន់យើងស្រួលនៅក្នុងការនិយាយដាក់កាមេរ៉ានៅឆ្ងាយអញ្ចឹងបានអញ្ចឹងណាហើយរយៈពេលបាន400ម៉ែត្របើសិនជាយើងធ្វើវីដេអូយើងទៅឆ្ងាយ3 400ម៉ែត្រក៏បានដែរតែបើបងប្អូនទៅសាធារណៈដាក់កាមេរ៉ាចោលហ្នឹងហើយអត់មានអ្នកកាន់កាមេរ៉ាដឹងថាចប់ហើយជីវិតស្មើសូន្យហើយនៅសល់តែនេះមួយអញ្ចឹងណាអញ្ចឹងគួរតែប្រយ័ត្នហើយនេះគុណភាពល្អមែនទែនអានេះខ្ញុំមកតេស្តភ្លាមៗខ្ញុំអត់មានបានម្សិលមិញខ្ញុំបានយកពីអាវ៉ាន់ហ្នឹងមកតេស្តសាកមើលអញ្ចឹងណាម្សិលមិញខ្ញុំបានធ្វើវីដេអូមួយលេងៗហើយតែគាត់ថាយើងអត់ទាន់បានមើល spec បានមើលអីទេយើងដឹងថាយកមកគឺយកមកប្រើតែហ្មងតែគុណភាពខ្ញុំថាល្អហើយ premium ទៀតល្អហើយ premium ខ្លាំងណាស់វ៉ាវខ្លាំងល្អបាទអរគុណច្រើនជម្រាបលា